ពិតអត់ប្រុសមានលឹងតូចឬខ្លីមិនអាចបង្កកំណើតបានគ្នាយើងប្រុសធ្លាប់ឮទេថាអ្នកមានលឹងតូចឬខ្លីមិនអាចបង្កកំណើតបានកាលពីឆ្នាំ2018មានការសិក្សាមួយបានអះអាងថាប្រុសដែលមានប្រវែងលឹងខ្លីមិនអាចមានកូននោះទេទោះជាយ៉ាងណាក្តីការសិក្សានេះត្រូវបានអ្នកជំនាញជាច្រើនបានច្រានចោលដោយថាការសិក្សានេះមិនមានលក្ខណៈពេញលេញនោះទេកាលពីឆ្នាំ2018សាកលវិទ្យាល័យយូតានៅសហរដ្ឋអាមេរិកបានសិក្សាលើមនុស្សប្រុសចំនួន815នាក់អាយុចន្លោះពី18ទៅ59ឆ្នាំពីឆ្នាំ2014រហូតដល់ឆ្នាំ2017ការសិក្សានេះថាបុរសដែលមានប្រវែងលឹងប្រហែល 12.3 សង់ទីម៉ែត្រគឺពិបាកនឹងមានកូនការប្រៀបធៀបទៅនឹងបុរសដែលមានប្រវែងលឹង 13.4 សង់ទីម៉ែត្រទោះជាការយ៉ាងណាក៏ដោយមិនមានអ្នកត្រួតពិនិត្យបន្ថែមហើយក៏មិនបានចេញផ្សាយនៅក្នុងប្រតិបត្តិវិទ្យាសាស្ត្រណាមួយផងដែរយ៉ាងណាមិញអ្នកជំនាញផ្សេងទៀតបានច្រានចោលការសិក្សានេះដោយថាមានភាពលំអៀងការសិក្សាមិនពេញលេញព្រោះអ្នកចូលរួមក្នុងការសិក្សាគឺអ្នកខ្លះគ្រាន់តែមានបញ្ហាលឹងមិនឡើងរឹងឬកំពុងបារម្ភរឿងអត់កូនតែប៉ុណ្ណោះអ្នកជំនាញលើបញ្ហាសុខភាពបន្តពូជជាច្រើនទៀតបានអះអាងថាដើម្បីបង្កកំណើតបានគឺសំខាន់លើគុណភាពនៃជីវិតមិនមែនអាស្រ័យលើទំហំឬប្រវែងលឹងនោះទេជាទូទៅដើម្បីឲ្យមានការបង្កកំណើតគឺត្រូវមានទឹកកាមចូលទៅក្នុងទ្វារមាសរបស់មនុស្សស្រីនៅពេលទឹកកាមចូលនៅខាងក្នុងនោះឱកាសនៃការមានផ្ទៃពោះក៏មានផងដែរអ្វីដែលសំខាន់គឺគុណភាពនៃជីវិតឈ្មោលមិនមែនទំហំឬប្រវែងលឹងនោះទេអ្នកជំនាញឯកទេសខាងសុខភាពបន្តពូជទាំងនោះបាននិយាយថាទោះបីជាមនុស្សប្រុសមានលឹងតូចឬខ្លីមិនមានហេតុផលណាថាបុរសនោះមិនអាចធ្វើឲ្យដៃគូមានផ្ទៃពោះនោះទេហើយមនុស្សប្រុសដែលមានប្រដាប់ភេទវែងក៏មិនប្រាកដថាមានសមត្ថភាពខ្ពស់ជាងក្នុងការបង្កកំណើតផងនោះដែរក្នុងករណីមួយចំនួនអ្នកជំនាញថាមនុស្សប្រុសមានប្រដាប់ភេទខ្លីមិនអាចបង្កកំណើតបានលុះត្រាតែបុរសនោះមានបញ្ហាអរម៉ូនពេលកំពុងលូតលាស់ក្នុងផ្ទៃម្ដាយដែលមិនអាចមានអរម៉ូនតេស្តូស្តេរ៉ូនគ្រប់គ្រាន់ដូចនេះផងដែរក្នុងលក្ខខណ្ឌមួយចំនួនបញ្ហាអរម៉ូនមិនប្រក្រតីក៏អាចនាំឲ្យមនុស្សប្រុសជួបបញ្ហារឿងបង្កកំណើតផងដែរដូចនេះអាចនិយាយបានថាប្រសិនថាមនុស្សប្រុសមានលឹងខ្លីហើយជួបបញ្ហាខាងលើនេះទើបបុរសនោះពិបាកក្នុងការបង្កកំណើតជារួមក្រុមអ្នកជំនាញនៅតែអះអាងថាបញ្ហាមិនប្រក្រតីនៃហ្សែនជាច្រើនអាចបង្កឲ្យមនុស្សប្រុសជួបបញ្ហាលឹងខ្លីឬតូចនេះដែលនេះបង្កឲ្យការកង្វះអរម៉ូនតេស្តូស្តេរ៉ូនពេលនៅក្នុងផ្ទៃក្នុងត្រីមាសទី1ប៉ុន្តែជាទូទៅបុរសមានលឹងខ្លីឬតូចអាចផលិតមេជីវិតបានធម្មតានិងមិនមានបញ្ហាអ្វីក្នុងការបង្កកំណើតនោះទេ